បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំបានមកចូលរួមកម្មវិធីរំលឹកថ្ងៃម៉ែក្រមនៅក្រមអាណានិគមយួន77ឆ្នាំបាទ4មិថុនាបាទយើងប្រពនៅថ្ងៃអាទិត្យដោយសារតែយើងធ្វើការងារអញ្ចឹងណាដល់ថ្ងៃអាទិត្យទៅយើងបានជុំសម្រាប់ទាំងអស់គ្នាបាទហើយជាថ្ងៃនេះយើងជាថ្ងៃជឿចាប់ប៉ុន្តែសម្រាប់យួនគេថ្ងៃនេះគេអត់បានរំលឹកថាគេបានគ្រប់គ្រងកម្ពុជាក្រោមអីចឹងទេដោយសារតែការនោះបារាំងប្រទេសឲ្យយួនបៅដៃគឺយួនសេរីអញ្ចឹងទៅដល់ពេលយួនកុម្មុយនីសគេវាយបានយួនសេរីគេគ្រប់គ្រងខ្មែរក្រមបន្តពីយួនសេរីមកដល់បច្ចុប្បន្នអញ្ចឹងមានន័យថាគេអត់បានថាថ្ងៃនេះជាថ្ងៃបិណ្ឌជាតិរបស់គេតែគេយកថ្ងៃបិណ្ឌជាតិរបស់គេគឺថ្ងៃ30មេសាឆ្នាំ1975ដែលគេវាយបានយួនសេរីតែប៉ុណ្ណោះអញ្ចឹងណាប៉ុន្តែយើងសម្រាប់យើងបាត់បង់ថ្ងៃណាយើងរំលឹកខួបថ្ងៃហ្នឹងហើយថ្ងៃនេះក៏បងប្អូនក៏ចូលរួមយ៉ាងកកច្រើនដែរបាទជាពិសេសមានបងប្អូនខ្មែរកណ្ដាលចូលរួមផងដែរបាទហ្នឹងហើយស្រ័យនេះនិយាយខ្ញុំនិយាយមួយឆ្នាំបានក្នុងនាមជាខ្មែរក្រមដែរមកភ្នំពេញបានដាក់ណាជិត2ឆ្នាំបាទមកចូលរួមអំ2ដងដែរក្នុងនាមការខ្មែរក្រមក៏ឈឺចាប់ដែរពេលយើងនៅក្រមអាណានិគមយួនយើងអត់បានសេរីភាពអត់បានអីសេរីភាពគឺយើងមានអារម្មណ៍ឈឺចាប់ដែរយូរបានមកលើកមួយឆ្នាំបានមកដល់នេះវាឱកាសទៅចូលរួមបាទហើយមកថតនឹងបងអញ្ចឹងភ័យដែរព្រោះបងតាថតមកគេឲ្យបងទៅស្រុកផងហ្នឹងទេបងលេខខ្វល់លេខអីបងអញ្ចឹងដើម្បីជាតិយើងខ្មែរឲ្យគេខ្មែរបានអាហ្នឹងយើងលះបង់យើងធ្វើយើងទទួលខុសត្រូវដោយខ្លួនឯងដូចជាថាវាច្រើនយួនខ្លះវាខ្លាញ់បន្លំជាខ្មែរក្រមវាមកចោទថាយើងហ្នឹងជាអ្នកបំផុសបំផុលធ្វើឲ្យបងប្អូននៅកម្ពុជាក្រមខ្លះគាត់ត្រូវយួនធ្វើទុកបុកម្នេញឬក៏ចាប់គុកច្បាប់អីចឹងណាតាមពិតអាហ្នឹងគឺឆន្ទៈរបស់យើងហើយពេលឆន្ទៈយើងអាហ្នឹងជាការលះបង់របស់ពួកគាត់បាទពួកគាត់ឆ្លាញ់ជាតិមាតុភូមិពួកគាត់ធ្វើដោយស្ម័គ្រចិត្តមិនអត់មានណាបង្ខំអីទេអត់មានណាបង្ខំទេអាហ្នឹងដូចខ្ញុំចឹងដែរខ្ញុំធ្វើអត់បានលុយបានកាក់អីមកវិញទេមានតែយើងចំណាយថាវាការតខ្លួនដើម្បីយើងជួយទៅដល់បងប្អូនខ្មែរក្រមខ្លះដែលគាត់ខ្វះខាតអីចេះចោះអីចឹងហើយបើដូចថាយើងទៅចូលរួមកម្មវិធីនេះនោះអីរបស់ខ្មែរក្រមគឺយើងមានបាក់នេះមកវិញបាទអញ្ចឹងប៉ុន្តែចំណាយចេញចំណាយមានតែចំណាយចេញហើយបងប្អូនឈឺសកាត់ឈឺអីយើងចេះជួយប៉ុន្តែมันមានច្រើនទេបានតិចតួចស្ដួយស្ដងមែនតែនតែយើងត្រូវទៅជួយគ្នាក្នុងគ្រាលំបាកក្នុងគ្រាខ្វះខាតអីចឹងក្នុងនាមយើងជាខ្មែរដូចគ្នាបាទហើយមកសិតតែមកអ្នកខ្លះមកចំណាស្រុកដូចបងប្អូនខ្មែរក្រមខ្លះគាត់ត្រូវយួនទៅទុកបុកម្នេញទៅរត់មកខ្មែរកណ្ដាល2-3នាក់ដែរបាទហ្នឹងហើយខ្ញុំបោះរូបនៅកម្ពុជាក្រមហើយយួនគេថាកាត់តហ្នឹងហើយកាត់តក៏កាត់តទៅសង្ខានមានយួនយក comment នោះមានន័យថាយើងមានអត្តពលគេចូលមក comment ថាយើងកាត់តដោយ AI ឬក៏អីចឹងហ្នឹងហើយតែ4ឆ្នាំជាងហើយដែលខានបានត្រឡប់ទៅស្រុកកំណើតនៅកម្ពុជាក្រមតែអានឹងជាការលះបង់របស់យើងបាទហ្នឹងហើយស្រ័យត្រៀមខ្លួនខ្ញុំក៏បាក់ចិត្តដែរបងព្រោះខ្ញុំធ្លាប់ជួបចំនៅស្រុកគេនៅក្រមក៏មានដោយបានសេរីភាពត្រូវគេបានកន្លែងហាត់ជាមួយរហូតដើម្បីហាត់នៅខេត្តឧកាបជាមួយរហូតមកសួររហូតមកទឹកទៀតហៅរហូតណាយើងតបលេងបានដែរហើយចិត្តបានឡើងໄວទៀតបាទតាន់ដល់ទេបងតាន់ដល់តែគុំតបងប្អូនខ្មែរនៅកម្ពុជាជួយគ្រប់គ្រងបងប្អូនកីឡាករខ្មែរក្រមផងបាទឲ្យមានទីផ្សារមានអីចឹងណាបាទនិយាយយើងបានតែមួយជួយលើកស្ទួយទោះបីសមត្ថភាពប៉ុណ្ណាក៏ដោយសំខាន់ឲ្យតែលើកស្ទួយដូចអ្នកចម្រៀងអញ្ចឹងតែអារឿងគេថាអ្នកចម្រៀងគឺច្រៀងពីរោះហើយវាសំខាន់ទៅលើការលើកស្ទួយបើគ្នាទៀងវាមិនសូវត្រូវចិត្តយើងឬក៏យើងថាមិនសូវពីរោះអីក៏ដោយប៉ុន្តែបើយើងលើកទឹកចិត្តគ្នាក៏បានរស់ដែរហ្នឹងហើយបាទអរគុណ